ក្លឹបមួយល្បីខ្លាំងអេស៊ូមបាទអេស៊ូមហើយត្រូវបានคล้ายទៅជាប្រធានបទឬក៏មេតិកាយ៉ាងផុសយ៉ាងផុលជាពិសេសអ្នកសម្រុកធ្វើមេតិកាយក view យក share នឹងតែម្ដងយកទៅផុសបន្តយកទៅបង្កើតសាច់រឿងតាក់ទងនឹង Exum នឹងតែម្ដងពេលខ្លះมันផ្សាយវិជ្ជមានទៅជាអវិជ្ជមានវិញហ្នឹងហើយដែលយើងចង់និយាយប៉ុន្តែជ្រុងនេះយ៉ាងម៉េចលោកផាណាជ្រុងនេះគឺយើងតាក់ទងទៀតចូលទៅដល់ចង់ជម្រាបជូនបន្តិចអ្នករកស៊ីអនឡាញខ្លះក៏ឆ្លៀតឱកាសដែរចូលទៅនឹងទៀតដើម្បីយក view ណាព្រោះ Facebook ចេះគឺមាន AI កាលណាយើងនាំគ្នានិយាយអំពីអីផុសតែអក្សរហ្នឹងឬក៏រូបភាពហ្នឹងវាងាយនឹងរុញទៅកាន់មនុស្សមើលបានច្រើនណាអញ្ចឹងរូបភាពហ្នឹងមានន័យថាម៉េចវាអត់ល្អបើសិនជាយើងមានចេតនាបើធေါ်ថាចេតនាហ្នឹងចេតនាចង់ល្បីឲ្យខ្លួនឯងគេឃើញ page ខ្លួនឯងឃើញផលិតផលខ្លួនឯងប៉ុន្តែអារូបភាពនៅក្នុង Exum នេះណាបង្ហាញឲ្យឃើញថាយុវជនម្ដុំក្រោម20ឆ្នាំហ្នឹងកាយវិការរួមស្លៀកពាក់អីហ្នឹងមើលទៅវាអត់ល្អចង់និយាយចឹងវាជះឥទ្ធិពលមិនល្អជាគំរូមិនល្អទៅកាន់ក្មេងៗដទៃដែលមិនសមខ្ញុំបាននិយាយដែរតាក់ទងជាមួយនឹងនៅអូស្ត្រាលីក្រោម16ឆ្នាំគេឲ្យលេងបណ្ដាញសង្គមហ្មង TikTok Facebook Instagram លាក់ហ្នឹងអញ្ចឹងនេះគេគឺសម្ដៅឧទាហរណ៍រឿង Exum ហ្នឹងបើនៅអូស្ត្រាលីអាហ្នឹងវាប៉ះពាល់ខ្លាំងអញ្ចឹងបានគេមិនឲ្យលេងណាឥឡូវយើងតាមដានរឿងហ្នឹងបន្តិចមើលបាទរដ្ឋបាលខណ្ឌពោធិ៍សែនជ័យចុះត្រួតពិនិត្យនិងណែនាំដល់ក្លឹបកំសាន្ត Exum និងភោជនីយដ្ឋាននាមករហ្នឹងគឺហូគីគណៈបញ្ជាការឯកភាពបាទរដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានចុះទៅធ្វើការត្រួតពិនិត្យហើយណែនាំទៅដល់ទីតាំងក្លឹបកំសាន្តយីហៅ Exum និងទីតាំងមួយទៀតគឺភោជនីយដ្ឋាននាមករហូគីស្ថិតនៅលើមហាវិថីចោមចៅភូមិជ្រៃកោងសង្កាត់ចោមចៅទី2ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញកាលពីវេលាម៉ោង 19:30 នាទីយប់បាទថ្ងៃទី3ខែធ្នូកន្លងទៅដើម្បីពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមព្រមទាំងធានាបាននៅការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពនិងមានភាពសុខសាន្តជូនទៅដល់ប្រជាពលរដ្ឋមូលដ្ឋានឮថាចេះទៀតនៅនាងរតនាចេញពី Exum ហ្នឹងមកវាយគ្នាពេញហ្នឹងក៏មានដែរព្រោះយើងមើលកាយវិការរួមនៅក្នុងក្លឹបហ្នឹងដូចគេថាក្មេងយ៉ាងគេ Steel ក្មេង Gangster អួតដាក់គ្នាណាលើកដៃលើកជើងពាក់មួកពាក់អីហ្នឹងទៅមកក្រុមទៀតគេលើកដែរគុំទុកទៅវិញត្រូវអញ្ចឹងគេមានមកក្រុមគេនៅក្រៅមានដបងមានកបិតអញ្ចឹងឃើញចារកម្មឬក៏អំពើហិង្សាផ្សេងគឺចេញពីរូបភាពទាំងអស់ហ្នឹងយោងតាមការបង្ហោះនៅលើ page របស់ខ្លួនរដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានបញ្ជាក់ថាប្រតិបត្តិការនេះដឹកនាំដោយលោកផុនសុផានអភិបាលរងខណ្ឌគណៈនោះបានធ្វើការណែនាំដោយខាងក្រោមណែនាំចែកប្រិមិត្តទី1បាទត្រូវស្នើសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្មឲ្យបានត្រឹមត្រូវ2ហាមជួញដូរនិងប្រើប្រាស់នៅគ្រឿងញៀនគ្រប់ប្រភេទបាទហាមមិនឲ្យប្រើប្រាស់បារីអេឡិចត្រូនិកគ្រប់ប្រភេទបាទត្រូវរៀបចំច្រកសុវត្ថិភាពច្រកអាសន្នហ្នឹងឲ្យបានត្រឹមត្រូវដែរក្រែងលោមានភ្លើងឆេះទីភ័យឬក៏មានបាតុភិបផ្សេងយើងត្រូវមានច្រកសុវត្ថិភាពច្រកអាសន្នហ្នឹងហើយបន្ទាប់នេះគឺត្រូវចូលរួមសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានហើយអាជ្ញាធរនឹងបន្តតាមដានការអនុវត្តរបស់ទីតាំងទាំងនេះប្រសិនបើម្ចាស់អាជីវកម្មមិនបានគោរពទៅតាមការណែនាំនោះទេអាជ្ញាធរនឹងមានវិធានការរដ្ឋបាលឬក៏វិធានការច្បាប់បន្តទៅទៀតនេះអាជ្ញាធរគេធ្វើតាមការអាជ្ញាធរឯប៉ុន្តែនៅក្នុងបណ្ដាញសង្គមយើងចាប់អារម្មណ៍រូបភាពទាំងអស់ហ្នឹងគឺពិតជាមិនល្អនោះទេក្មេងចង់និយាយចេះគេមិនហែមិនឲ្យចូលក្លឹបទេប៉ុន្តែមើលទៅរូបភាពហ្នឹងវាបង្ហាញទៅចេតនាមួយទៀតគឺមិនល្អនឹងតែម្ដងយើងថាចង់បង្ហាញទៅដើម្បីមានគេចាប់អារម្មណ៍ហើយយើងបានយូរ share តគ្នាគេស្គាល់ប៉ុន្តែត្រូវចាំថាអ្នកកាន់ទូរស័ព្ទមានតាំងពីទៅដឹងក្តីហ្នឹងប្រហែល 3-4 ឆ្នាំហ្នឹងកាន់ទូរស័ព្ទហើយបាត់ហើយអញ្ចឹងគាត់ឆ្លងរូបភាពហ្នឹងលឿនមែនតើចូលរួមទាំងអស់គ្នាបើសិនយើងគិតតែប្រយោជន៍ខ្លួនឯងប៉ុន្តែខាតប្រយោជន៍សង្គមយើងគិតមើលបាទហើយតែស្គាល់តាមគ្នានេះក៏យើងឃើញថាវាគួរតែជិះវាងដែរយើងផលិតមេតិកាឃើញថារូបភាពនេះវាមិនល្អហើយយើងចូលរួមនិយាយទៀតកុំចែកចាយកុំផលិតទៅតាក់ទងហ្នឹងអាហ្នឹងចង់និយាយចេះតែរឿងអវិជ្ជមានយើងដឹងហើយតែយើងស្រឡាញ់ហ្នឹងចែកចុច share ទៅទៀតរឿងមួយបើយើងដឹងថាវាមិនល្អយើងនិយាយបានដូចគ្រប់គ្រងរឿងហ្នឹងអញ្ចឹងបណ្ដាញសង្គមគឺអញ្ចឹងបើយើងដឹងមិនល្អកុំចុចកុំ like កុំ share អ្វីទាំងអស់រឿងហ្នឹងនឹងបាត់ទៅចាបាត់ទៅឯងបាទ